ទៅលើពេជ្រម៉ាប់ដែលធ្វើឲ្យញាកណ្ដាលព្រមដែលឈ្មោះឯកទឹកទី2ពេជ្រម៉ាប់យេឈ្មោះដៃគីឡូគេ67បាទដល់ម៉ាប់ពេជ្រនេះតែថាជាងលោកគុណសាពេកខ្ញុំចឹងបាទលោកស្រីនេះកញ្ញាជាទីមេត្រីឥឡូវនេះទឹកទី2នៃការប្រកួតរបស់យើងបាទទឹកទី2របស់យើងដែលបាទពេជ្រម៉ាប់អមៃមែននេះចន្លោចោចន្លោឡើងដែរឥឡូវតាមទស្សនាជាបន្តទៀតបាទទូខាងមុខនេះព្រិលមើលអត់ឃើញចន្លោបាទបង្គោលក្រមចាប់ដើមសងវិញបង្គោលគៀវទុះមកសម្រុកយកតែម្ដងបាទលបោតហើយតបស្ដាំចន្លោមួយតតក្រោមមួយជើងរបស់បង្គោលគៀវបាទបង្គោលក្រមដូចជាមានចំហនឹងណជាងដើរចូលបង្គោលក្រមនៅតែដើរចូលច្រត់នៃស័យរបស់បង្គោលគៀវកាន់ដាប់ដៃចាប់អោបគ្រាកបន្តិចលោអាញាកណ្ដាលបំបែកឆ្លោះដៃបាត់ហើយ1 2 ចុក3 4 5 6របៀបយឺតដែលសូយទើជើងគូប្រកួត9 10ចំកន្លាក់កំពូនជើងរមូលកពើបាទរមូលកពើជើងខាងឆ្វេងបាទប្រើតែពីទឹកតែប៉ុណ្ណោះបើបញ្ចប់បាទទាត់ជើងនេះបាទគឺចុកណាស់កន្លែងនេះបាទបន្ទាប់ពីការប្រកួតក្រហមសូយយៈទឿឈ្នះបង្គោលខៀវដោយបង្គោលខៀវបោះបង់ការប្រកួតក្នុងទឹកទី2